សម្ដេចធិបតីជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានឲ្យដឹងយ៉ាងដូចនេះថានារសៀលនេះខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីខ្ញុំបានថ្លែងអំណរគុណឯកឧត្តមអាន់វ៉ាដែលបានបន្តដើរតួនាទីយ៉ាងសំខាន់និងសកម្មក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជានិងថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយប្រើប្រាស់យន្តការដែលមានស្រាប់និងបានឯកភាពគ្នាកន្លងមកជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែននិងការកសាងសន្តិភាពរវាងប្រទេសទាំងពីរ